បាទជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងណែនាំមករៀនបន្ថែមពាក់ព័ន្ធជាមួយនឹងការធ្វើម៉េចដើម្បីរៀបចំ account Telegram របស់យើងឲ្យបានត្រឹមត្រូវបាទអញ្ចឹងនៅពេលដែលយើងបានបង្កើតនៅ account Telegram មួយហើយបាទអញ្ចឹងយើងនឹងមានទម្រង់បែបនេះដែលយើងមានឃើញជាសារផ្សេងៗដែលយើងបានតំណងក៏ដូចជាក្រុមផ្សេងៗដែលយើងបានចូលរួមបាទអញ្ចឹងជាក់ស្ដែងទៅធ្វើម៉េចមើលទៅដើម្បីឲ្យវាអាចត្រឹមត្រូវបាទអញ្ចឹងបងប្អូនអាចមើលមកខាងឆ្វេងដៃដែលមានត្រេ3បាទខាងលើគេបាទដែលខ្ញុំបានដាក់ចង្អុលបង្ហាញនេះបងប្អូនចុចពីលើហ្នឹងទៅបាទអញ្ចឹងនៅពេលដែលបងប្អូនបានចុចពីលើសញ្ញាត្រេ3ខាងឆ្វេងដៃហ្នឹងបងប្អូននឹងចេញជាទម្រង់បែបនេះអញ្ចឹងបងប្អូនសូមធ្វើការចុចពីលើរូបបាទរូប profile ធំរបស់យើងនេះខាងលើគេបាទហើយចុចពីលើហ្នឹងទៅបាទអញ្ចឹងនៅពេលដែលយើងចុចលើកន្លែងរូបprofile របស់យើងកន្លែងហ្នឹងទៅគឺយើងនឹងមកដល់កន្លែងមួយដែលយើងលម្អិតពីការរៀបចំការលម្អ profile របស់យើងដូចជាការបំពេញនៅព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងលេខទូរស័ព្ទក៏ដូចជាបាទឈ្មោះ username ហ្នឹងបានន័យថាជាឈ្មោះកាត់របស់យើងដើម្បីគេងាយស្រួលស្វែងរកបាទអញ្ចឹងកន្លែងដែលខ្ញុំត្រូវធ្វើការបំពេញមុនគេបាទគឺខ្ញុំសូមធ្វើការបំពេញនៅរូបភាពរបស់យើងតែម្ដងនេះឧទាហរណ៍ជាក់ស្ដែងដែលខ្ញុំមិនទាន់មានរូបភាពតំណាង profile របស់ខ្លួនឯងទេខ្ញុំធ្វើការបង្ហោះវាសិនបាទអញ្ចឹងដើម្បីបង្ហោះរូបភាពឲ្យជាបានយើងចូលទៅកាន់កន្លែងរូបសញ្ញាកាមេរ៉ាធំជាងគេបាទពណ៌ខៀវហ្នឹងបងប្អូនចុចទៅលើវាទៅបាទអញ្ចឹងដល់ពេលយើងចុចទៅលើកន្លែងហ្នឹងហើយយើងនឹងមកដល់ផ្ទាំងរូបភាពជាច្រើនដែលយើងបានរក្សាទុកនៅក្នុងឧបករណ៍ទូរស័ព្ទរបស់យើងបាទអញ្ចឹងបងប្អូនសូមធ្វើការចុច select លើរូបភាពណាមួយដែលបងប្អូនចង់ដាក់បាទអញ្ចឹងឧទាហរណ៍នៅក្នុងនេះខ្ញុំចុចយករូបភាពនេះចុះបាទអញ្ចឹងខ្ញុំសូមធ្វើការចុចសញ្ញា tick សញ្ញាគ្រីសបាទអញ្ចឹងងាយស្រួលមែនទែនតើតើជាមួយនឹងការបង្ហោះរូបរបស់យើងគឺយើងបានធ្វើការបង្ហោះរួចហើយបាទអញ្ចឹងចំណុចទី2បន្តទៀតគឺបងប្អូនមើលមកកាន់សញ្ញានេះបងប្អូន username បាទអញ្ចឹងកន្លែងហ្នឹងយើងមិនទាន់បំពេញអីទេវាចេញបញ្ជាក់យើងបែបហ្នឹងអញ្ចឹងយើងសូមធ្វើការចុចពីលើហ្នឹងទៅបាទអញ្ចឹងដល់ពេលដែលបងប្អូនចុចពីលើហ្នឹងទៅបងប្អូនអាចធ្វើការបំពេញពាក្យអីក៏បានដែរដែលយើងគិតថាយើងស្រឡាញ់យើងចង់ដាក់ជាឈ្មោះកាត់របស់យើងបាទអញ្ចឹងសម្រាប់ខ្ញុំបំពេញឈ្មោះខ្ញុំតែម្ដងទេជាភាសាអង់គ្លេសបាទឧទាហរណ៍ដាក់0ដាក់0ប៉ុណ្ណឹងចាបាទអញ្ចឹងគឺនេះខ្ញុំដាក់ដំណើរឈ្មោះខ្ញុំបាទអញ្ចឹងនៅពេលដែលគេចង់ស្វែងរក profile របស់ខ្ញុំគឺគាត់តែចុចសញ្ញាស្វែងរកទៅគេវាយគេមានអក្សរ A គេហៅថា add ហ្នឹងបាទ A ពីមុខហ្នឹងយើងវាយតែប៉ុណ្ណឹងទៅហើយយើងដាក់ឈ្មោះខ្ញុំបញ្ចូលមានលេខ06ទេគេអាចរក profile របស់យើងឃើញហើយបាទអញ្ចឹងងាយស្រួលសម្រាប់អ្នកដែលគេចង់ស្វែងរក profile យើងដូចគ្នាដែរបាទអញ្ចឹងចំណុចបន្ទាប់ទៀតគឺបងប្អូនធ្វើម៉េចនេះបាទតទៅនឹង bio បានន័យថាជាព័ត៌មានខ្លះឬក៏អាចថាជាព័ត៌មានលម្អិតពីយើងក៏បានដែរយើងចង់បង្ហាញទៅគេនៅលើ profile របស់យើងបើករណីគេចុចចូលមើល profile របស់យើងគេនឹងឃើញថាយើងមានបញ្ជាក់អីចឹងបាទបន្ថែមទៀតបាទអញ្ចឹងនៅក្នុង bio នឹងដូចគ្នាដែរដល់ពេលដែលបងប្អូនចុចពីលើហ្នឹងទៅគឺមានកន្លែងសម្រាប់កែឈ្មោះ profile របស់យើងតែម្ដងបាទអញ្ចឹងកន្លែងឈ្មោះ profile នេះសូមបងប្អូនដាក់ជាភាសាខ្មែរទៅបាទដើម្បីឲ្យគេងាយស្រួលក្នុងការយល់ក្នុងការអានបាទអញ្ចឹងខ្ញុំដាក់ឈ្មោះខ្មែររបស់ខ្ញុំបងប្អូនពេញឈ្មោះខ្មែររបស់ខ្លួនឯងដូចគ្នាទៅបាទអូខេជាស្រ័យខាងលើគេនេះគេបំពេញតកូលរបស់យើងបាទអញ្ចឹងខាងក្រោមបន្តទៀតយើងចុចពីលើហ្នឹងទៅយើងបំពេញឈ្មោះរបស់យើងបាទអញ្ចឹងខ្ញុំតកូលអញ្ចឹងទៅខ្ញុំដាក់ឈ្មោះខ្ញុំខាងក្រោមបាទអញ្ចឹងខាងក្រោមមួយទៀតបាទបងប្អូនមើលកន្លែងទីបន្ទាប់ពីឈ្មោះហ្នឹងទៅយើងចន្លោះទី2ហ្នឹងចោលទៅបាទកន្លែងនេះយើងចន្លោះចោលទៅយើងមើលខាងក្រោមគេនេះបាទយក bio ហ្នឹងបាទអញ្ចឹងយើងដាក់នេះករណីបើខ្ញុំមានលេខទូរស័ព្ទ2ខ្ញុំដាក់ជាលេខទូរស័ព្ទបញ្ជាក់នៅកន្លែងហ្នឹងក៏បានដែរករណីគេចង់តាក់ទងខ្ញុំបាទអញ្ចឹងបើបងប្អូនចង់បញ្ជាក់ជាអីផ្សេងដែលខ្លួនឯងចង់បញ្ជាក់នៅក្នុងហ្នឹងបងប្អូនអាចសរសេរចូលបានបាទ
ខ្ញុំឧទាហរណ៍ដាក់អញ្ចឹងបាទក្នុងនេះយើងអាចកែថ្ងៃខែឆ្នាំកំណត់របស់យើងបានដូចគ្នាដែរបាទអញ្ចឹងខ្ញុំសូមធ្វើការចុចគ្រីសតែម្ដងទៅបាទនេះគឺជាការឧទាហរណ៍របស់ខ្ញុំទេបាទអញ្ចឹងបន្ទាប់ពីយើងបានដូរហើយគឺរួចរាល់ទាំងអស់ហើយបាទអញ្ចឹងជាក់ស្ដែងទាក់ទងជាមួយនឹងការកែលម្អ Facebook អធិស្ឋានកែលម្អ account Telegram ឲ្យបានត្រឹមត្រូវគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការចូលរួមទស្សនាបាទ